គេសួស្តីអរគ្នានៅក្នុងវីដេអូនេះគឺខ្ញុំមកបង្ហាញពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទៅលើ software ដែលខ្ញុំបានបង្កើតហើយវាមានមុខងារមួយចំនួនដែលវាងាយស្រួលដែរសម្រាប់យើងក្នុងការប្រើប្រាស់អញ្ចឹងណាអញ្ចឹងក្នុងនោះទី1បងអ្នកនរគ្នាអាច check មើលទៅលើក្រុមឬក៏ chat ដែលអ្នកនរគ្នាមានបច្ចុប្បន្នអ្នកគ្នាអាច load member ចេញពីក្រុមរបស់គេអាចមើលក្រុមរបស់ខ្លួនឯងនេះកន្លែងនេះក្រុមខ្លួនឯងហើយនឹងមួយវិញទៀតគឺអឺយើងអាច view admin របស់ក្រុមគេយើងអាចបង្កើតក្រុម automatic ឬក៏ channel automatic អញ្ចឹងខ្ញុំនឹងបង្ហាញតិចទៀតនៅក្នុងវីដេអូហ្នឹងពាក់ព័ន្ធជាមួយនឹង management នេះគឺជាការទាញទិន្នន័យឬក៏មើលទិន្នន័យគ្រប់របស់យើងដែលយើងមានជា admin ឬក៏ជា owner អញ្ចឹងទៅហើយយើងក៏អាច transfer member ចេញពីក្រុមរបស់អ្នកដទៃចូលទៅក្រុមយើងផងដែរប៉ុន្តែសម្រាប់មុខងារការ transfer នេះវាខុសគោលការណ៍ឬក៏ខុសលក្ខខណ្ឌរបស់ Telegram អញ្ចឹងការ transfer បើអ្នកនរគ្នា transfer មួយថ្ងៃខ្ញុំ recommend ត្រឹមតែ10 member អីទៅបានហើយយើងធ្វើតែម្ដងបានហើយបាទកុំធ្វើវាច្រើនហើយកុំញឹកញាប់អញ្ចឹងបើសិនជាយើងធ្វើវាច្រើនហើយញឹកញាប់គឺអាចនឹងត្រូវការ ban ពី Telegram បាទ ban ពីក្រុមហ៊ុនមកអញ្ចឹងគឺខ្ញុំអត់ recommend ទេក្នុងការទាញ member ចេញពីក្រុមរបស់គេមកហើយមួយវិញទៀតពាក់ព័ន្ធជាមួយនឹង auto list auto list នេះឧទាហរណ៍ថាគេទាញយើងចូលគ្រប់ច្រើនណាចូល channel ចូលគ្រប់ច្រើនណាអញ្ចឹងយើងអត់ចង់ click មួយដើម្បីចេញពីក្រុមគេទេអ្នកនេះអាចធ្វើការ select ទាំងអស់ហើយចុចមក click ដើម្បី auto list ទាំងអស់ក៏បានដែរពាក់ព័ន្ធជាមួយនឹង auto message នេះគឺជាកន្លែងមួយអ្នកនេះអាចផ្ញើសារចូលក្រុមរបស់អ្នកនេះអាច send ទៅមនុស្សផ្សេងទៀតក្នុងពេលតែមួយហើយអ្នកនេះមានតម្រង message មួយចង់ send ទៅ10នាក់អញ្ចឹងប្រើមុខងារ auto message នេះទៅគឺអូខេពាក់ព័ន្ធជាមួយ personal នេះគឺយើង load member ចេញពី Telegram យើងអស់មកមានម៉ាអ្នកគឺវាសូនហ្នឹងទាំងក្រុមទាំងអីចឹងបាទហើយទាំង bot ទាំងអីក៏វា include ដែរហើយមកដល់កន្លែងខាងក្រោមនេះអាច ban បាទអាច ban អាច block ឬក៏ delete message នឹងចោលពី Telegram អញ្ចឹងខ្ញុំធ្វើការ login ចូលទៅកាន់ app ហ្នឹងយើង click លើប៊ូតុង login មកអញ្ចឹងកន្លែងនេះគឺអ្នកត្រូវបញ្ចូលទៅលើលេខទូរស័ព្ទ Telegram របស់អ្នកគ្នាហើយមិនភ័យមានអ្នក hack ឬក៏មិនអីគឺខ្ញុំធានាទៅលើសុវត្ថិភាពដោយសារខ្ញុំធ្វើវាខ្លួនឯងខ្លាចតែអ្នកគ្នា hack ខ្ញុំវិញទេបាទអញ្ចឹងខ្ញុំបញ្ចូលលេខទូរស័ព្ទយើងវាយក្បាលកូដប្រទេសយើងមកហើយយើងចូលទៅកាន់លេខទូរស័ព្ទរបស់ខ្ញុំយើងធ្វើការ click OK enable to open database file អញ្ចឹងក្នុងលក្ខខណ្ឌនេះគឺអ្នកគ្នាទៅ check មើលនៅក្នុងនេះចូលមកហើយខ្ញុំធ្វើការចូលទៅកាន់ទីតាំង program file C.2 បាទយើងចូលមកកាន់ program file មកហើយយើងទៅរកមើល folder Telegram Group Manager អ្នកគ្នា right click លើហ្នឹងមក set permission ឲ្យគ្រប់នឹង full មកបាទបើសិនជាចង់ set ទេត្រូវបើក app run as administrator អញ្ចឹងខ្ញុំធ្វើការ set permission មួយវាត្រូវការ write permission ចូលទីតាំងមួយហ្នឹងអញ្ចឹងអញ្ចឹងយើងធ្វើការ apply ទាំងអស់មកបាទបន្ទាប់ពី apply ហើយអ្នកគ្នាខ្វែងនឹងចោលមកហើយធ្វើការ login ម្ដងទៀតអញ្ចឹងខ្ញុំសូមបញ្ចូលលេខម្ដងទៀតបាទបន្ទាប់ពីយើងបញ្ចូលហើយអ្នកជួយ OK មកអញ្ចឹងកូដ automatic send មក Telegram ហើយបាទអញ្ចឹងយើងយកលេខកូដដែល Telegram ផ្ញើឲ្យមកអញ្ចឹងអ្នកឃើញលេខហ្នឹងហើយតិចច្រឡំមក hack ខ្ញុំវិញអូខេហើយកន្លែងនេះគឺជា password អញ្ចឹងកន្លែងនេះ Telegram របស់គ្នាត្រូវតែចាំបាច់ខ្ញុំគិតថាគួរតែមានទៅលើ password 2FA 2 factor ផ្ទៀងផ្ទាត់ពីដំណាក់កាលអញ្ចឹងអ្នកត្រូវបញ្ចូលលេខកូដអ្នកគ្នាខ្ញុំបញ្ចូលលេខកូដរបស់ខ្ញុំបាទបន្ទាប់ពីយើងបញ្ចូលលេខកូដហើយបើត្រឹមត្រូវចុច OK មកអញ្ចឹងការ login របស់យើងគឺ success អញ្ចឹងបន្តមកទៀតអ្វីខ្ញុំត្រូវធ្វើគឺខ្ញុំ allow មួយចុច yes មកដោយសារវាជា action របស់យើងទេបាទបន្ទាប់ពីយើង login ហើយអ្នកគ្នាឃើញកន្លែងនេះវាដាក់ថា login TG login as TG bot developer អញ្ចឹងទៅឥឡូវឧទាហរណ៍ថាខ្ញុំបង្ហាញកន្លែង group message នេះអញ្ចឹងអ្នកគ្នានឹងឃើញមាន group ទាំងអស់ដែលអ្នកគ្នាកំពុងតែនៅអញ្ចឹងក្នុងនោះមានច្រើន group អញ្ចឹងទៅបាទ
បន្ទាប់មកទៀតឧទាហរណ៍កន្លែង member នេះអញ្ចឹង member ឧទាហរណ៍ដែលគេចង់ load member របស់គេចង់មើល member នៅក្រុមរបស់គេអញ្ចឹងយើងមើលកន្លែងក្រុមនេះខ្ញុំឧទាហរណ៍នៅក្រុមមួយនេះចុះហើយយើងធ្វើការចុចស្អីគេ load member បាទ load នេះយើងមើលភាគរយខាងក្រោមនេះ load បាន40% អីគឺយើងនឹងឃើញ member គេនៅនឹងទាំងអស់ហើយអញ្ចឹងយើងធ្វើការ auto fit column មកហើយឃើញថា column ឈ្មោះនេះវាវែងមែនតើដោយសារតែក្នុងក្រុមមួយហ្នឹងគឺមាន user ម្នាក់គាត់មានទៅលើអឺ username បាទ name Telegram គាត់ដាក់3-4 ម៉ែត្រជាងហើយ Telegram វា load ដែរបាទវារឿង unbelievable សម្រាប់ក្រុមមួយនេះអញ្ចឹងខ្ញុំបង្ហាញឈ្មោះមួយហ្នឹងនេះអ្នកនេះដាក់ឈ្មោះឡើងដល់កហ្មងអូខេអញ្ចឹងយើងមិនបាច់ខ្វល់ទេវាគ្រាន់តែជា personal របស់គេនៅក្នុងក្រុមគេទេអញ្ចឹងគ្រាន់តែបញ្ជាក់ថា app មួយហ្នឹងគឺអាចឲ្យអ្នកគេ load ទៅមើល member របស់គេនៅក្នុងក្រុមគេបានហើយពាក់ព័ន្ធជាមួយនឹងមុខងារបន្ទាប់ទៀតគឺខ្ញុំបង្ហាញពាក់ព័ន្ធទៅនឹងការបង្កើត group ម្ដងអញ្ចឹងពាក់ព័ន្ធជាមួយនឹងការបង្កើត group អ្នកនរចុចទៅលើប៊ូតុង create group ឬក៏ channel មកអញ្ចឹងឧទាហរណ៍ខ្ញុំអត់បង្កើត group ទេខ្ញុំបង្កើតទៅលើ channel អញ្ចឹង channel ខ្ញុំបង្កើតចំនួន5ចុះហើយខ្ញុំដាក់ឈ្មោះថាTG bot DEVELOPEO KH បាទអញ្ចឹងខ្ញុំដាក់ username អញ្ចឹងចុះKH ហើយកន្លែងនេះយើងដាក់ថា testing channel ហើយអ្នកនាងសេ description តិចមកស្អីក៏បានដែរខ្ញុំ copy paste ទៅឲ្យតែវាមានអូខេអញ្ចឹងខ្ញុំធ្វើការ click OK មកដើម្បី auto create ចំនួន5 channel ហ្នឹងអញ្ចឹងយើងចាំប្រហែលជា1វិនាទីទៅនេះឃើញមាន channel 2ចេញមកហើយ channel ទី3បាទមកមួយទៀតអីបាទ4ហើយចុងក្រោយគឺ channel ទី5បាទយើងបានទាំង5 channel ហើយអញ្ចឹងកន្លែង creation log នេះគឺវានឹងបង្ហាញយើងថាយើងបានបង្កើតជោគជ័យទៅលើ5 channel មួយហ្នឹងអញ្ចឹងឧទាហរណ៍ថាមិញខ្ញុំមានបានដាក់ឈ្មោះ channel test នៅក្នុងកន្លែងនេះអញ្ចឹងពេលដាក់ហើយវាលោតចូលអូតូម៉ាទិកនៅកន្លែងហ្នឹងហើយអូខេអញ្ចឹងចូលទៅកាន់ function បន្ទាប់ទៀតគឺ management tab អូខេអញ្ចឹងគ្រប់របស់យើងទឹកតែ load គ្រប់ creation complete ទេអញ្ចឹងដល់ click OK មកហើយយើងមកមើលកន្លែងនេះយើងនឹងឃើញគ្រប់របស់យើងទាំង5ដែរchannel បាទ sorry គឺ channel ដែលយើងបានបង្កើតទាំង5ហ្នឹងហើយអញ្ចឹងទៅកាន់កន្លែង management tab វិញនៅក្នុង management tab អ្នកនាងនឹងឃើញមាន channel របស់យើងទាំង5 channel ហើយយើងក៏អាចធ្វើការ delete ដើម្បី select ដើម្បី delete បានដូចគ្នាអញ្ចឹងឧទាហរណ៍ថាខ្ញុំបង្កើតហើយខ្ញុំចង់លុបចោលវិញអូខេអញ្ចឹងបើសិនយើងចង់លុបចោលវិញយើងគ្រាន់តែ select អញ្ចឹងមកអូខេអញ្ចឹងការលុបវាអាចនឹង slow អញ្ចឹងយើងធ្វើការ delete ចោលវិញអញ្ចឹងឃើញថាយើងលុបទៅបានតែ4ទេនៅសល់មួយទៀតវាអត់ទៅអញ្ចឹងអ្នកនេះអាច click លុបម្ដងទៀតមកវាទៅបាទអញ្ចឹងការលុបរបស់យើងជោគជ័យហើយមួយទៀតអ្នកនេះអាចធ្វើការ edit ទៅលើគ្រប់បានដូចគ្នាបាទ select លើហ្នឹងទៅហើយធ្វើការ edit ឈ្មោះ edit username set photo profile ហើយឧទាហរណ៍ខ្ញុំថា ខ្ញុំ set profile មួយនេះចុះសម្រាប់គ្រប់ dashboard នេះអញ្ចឹងខ្ញុំធ្វើការ click OK មកដើម្បី apply ការ update របស់យើងបាទបន្ទាប់ពីយើង set ហើយនេះឃើញមាន logo មកអត់បាទគឺវា show ថាយើងបាន update profile អញ្ចឹងទៅអូខេអញ្ចឹងចូលទៅកាន់មុខងារបន្ទាប់ទៀតពាក់ព័ន្ធមួយមុខងារបន្ទាប់គឺមុខងារទាញ member របស់គេចូលក្រុមរបស់យើងហើយឧទាហរណ៍ថាខ្ញុំចង់ទាញ member ក្នុងក្រុមមួយនេះចូលក្រុមរបស់ខ្ញុំចុះប៉ុន្តែវា spam អ្នកនរខ្ញុំអត់ recommend ទេ
ប៉ុន្តែខ្ញុំគ្រាន់តែដាក់ឲ្យវាមានទៅលើ function ហ្នឹងទេតែបើអ្នកគ្នាថាអូអត់ខ្លាច spam ទេចង់ធ្វើការ add member គេចូលក្រុមខ្លួនឯងអាចសាកបានអញ្ចឹងឧទាហរណ៍ថានៅក្នុងនេះមានចំនួនប៉ុន្មាន900នាក់អ្នកគ្នាចង់ add ចូលក្រុមរបស់យើងទាំងអស់អញ្ចឹងណាបាទពេល add ទៅបើសិនជាមាន error មានអីអាហ្នឹងពាក់ព័ន្ធជាមួយនឹង Telegram policy ទេវាពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន Telegram អញ្ចឹងទៅអូខេអឺអញ្ចឹងសម្រាប់មុខងារទាំងអស់ហ្នឹងខ្ញុំបង្ហាញម្ដងហើយ management ហើយយើងបន្តទៅកាន់ auto list មួយទៀតបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹង auto list នៅក្នុង auto list នេះបើសិនជាក្នុងករណីដែលគេទាញយើងចូលគ្រប់ទាំងអស់ហ្នឹងហើយយើងអត់ដឹងខ្លួនទេបាទអញ្ចឹងយើងអាចមានសិទ្ធិធ្វើការចេញបានបាទយើងចេញខ្លួនឯងបានឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចេញពីក្រុមមួយនេះចុះក្រុមមួយនេះមាន9 member ហើយខ្ញុំធ្វើការចេញអញ្ចឹងខ្ញុំ click លើនឹង select text អញ្ចឹងមក text នេះ text ឡើងនេះមកហើយយើងធ្វើការ click ទៅលើ lift and selected group អញ្ចឹងខ្ញុំធ្វើការ click ដើម្បី lift ចេញបាទបន្ទាប់ពីយើង lift ចេញហើយនេះវាលោតទៅយើងបានចេញជោគជ័យហើយមកកាន់កន្លែង auto mistake វិញម្ដងសម្រាប់ auto mistake នេះឧទាហរណ៍ថាអ្នកគ្នាចង់ send ទៅក្រុមរបស់យើងតែមួយហ្នឹងទេក្រុមមួយនេះចឹងអ្នកនេះអាចរើសយកកន្លែង admin ឬក៏ owner ចឹងទៅតែបើថាយើងចង់ send ទៅកាន់ user ដែរចុចចូលកន្លែង member មកបាទកន្លែង member នេះឧទាហរណ៍ថាខ្ញុំចង់ send ទៅកាន់អីគេខ្ញុំចង់ send ទៅកាន់ user មួយឈ្មោះថាបាទនេះឈ្មោះ account របស់ខ្ញុំមួយទៀតខ្ញុំធ្វើការ click send ទៅកាន់ account មួយនឹងចុះឬក៏មួយទៀតចង់ send ទៅuser ទី2 user ទី2ខ្ញុំគិតថាខ្ញុំ send ទៅ user មួយនេះខ្ញុំដាក់ថា good night ចុះហើយកន្លែងនេះគឺជា delay ចំនួននាទីដែលយើងចង់ឲ្យ send ប្រហែលវិនាទី send មួយអញ្ចឹងណាអញ្ចឹងយើងដាក់5ម៉ោងហើយខ្ញុំធ្វើការអីគេគឺខ្ញុំធ្វើការ auto send message ហ្នឹងទៅហើយកន្លែងនេះគឺអាច support ទៅនឹងអក្សរខ្មែរសរសេរអីផ្សេងបានហើយខ្ញុំធ្វើការ click auto send ទៅកាន់ពី user ហ្នឹងចុះអញ្ចឹងខ្ញុំធ្វើការ send ចុច OK មកវានឹង auto send message ទៅកាន់ពី user ហ្នឹងឯងទៅណាទៅមួយអូខេបន្ទាប់អញ្ចឹង message របស់យើង send success វានឹងបង្ហាញ status នៅកន្លែងនេះហើយមួយវិញទៀតពាក់ព័ន្ធជាមួយនឹង personal chat យើងធ្វើការ click load member មកយើង load user មកជាងវាទាញអ៊ីនធឺណិតអ្នកគ្នាអាចមើល like ក្រុមនេះវាដាក់ប្រហែល MMS គឺនៅក្រុមអញ្ចឹងខ្ញុំធ្វើការមើលទៅលើ member ទាំងអស់ហ្នឹងមានប្រហែលអ្នកបាទទាំងអស់សរុបទាំងក្រុមទាំង board ទាំងអីស្អីហ្នឹងគឺមានដល់ទៅចំនួន43អញ្ចឹងអ្នកគ្នាអាចធ្វើការ select ទៅ select all បាន select មួយក៏បានដែរហើយអាចធ្វើការ ban អាចធ្វើការ delete message អាចធ្វើការអីចឹងទៅអញ្ចឹងពាក់ព័ន្ធមួយ tool ហ្នឹងវាមានចំណុចពិសេសតើចំនួនប្រមាណហ្នឹងទេហើយអ្នកនេះអាចធ្វើការប្រើប្រាស់សាកល្បងបានបាទអញ្ចឹងក្នុងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនា